បាទជំរាបសួរពុកម៉ែបងប្អូននៅថ្ងៃនេះខ្ញុំបានមកហូបអំបុកជាមួយនឹងចេកម្ដងអញ្ចឹងណាបងប្អូនណាកាលពីថ្ងៃមុននោះខ្ញុំបានហូបអំបុកជាមួយនឹងដូងស្ករសលាយជាមួយដូងក្រអូបអញ្ចឹងណាបងប្អូនណាអញ្ចឹងថ្ងៃនេះខ្ញុំបានដើរមកមើលទៅឃើញមានចេកទុំនៅក្នុងចំការក្បែរផ្ទះហ្នឹងយើងបេះកាលពីមកស្តងមកអញ្ចឹងណាបងប្អូនណានេះយើងបេះបានមានទុំខ្លះវាទុំដើមអញ្ចឹងណាចេកទុំដើមអញ្ចឹងវាឈ្ងុយឆ្ងាញ់អញ្ចឹងណាបងប្អូនមិនដូចចេកដែលគេកាប់មកស្ទើយកមកវាអត់ឆ្ងាញ់ទេបន្ទាប់មកយើងបេះ4-5ផ្លែមកយកមកដាក់ក្នុងចានយើងណាបងប្អូនណានេះបន្ទាប់មកយើងបាននេះហើយយើងទៅរៀបជួរវាឲ្យស្អាតនេះ4ផ្លែបងប្អូនណាចេកណាំវ៉ាចេកអ្នកខ្លះគេហៅចេកណាំវ៉ាអ្នកខ្លះហៅចេកទឹកអញ្ចឹងណាអញ្ចឹងតាមស្រុកភូមិមួយអញ្ចឹងនេះបងប្អូននេះអំបុកដែលយើងបានអំពងហើយណាយកវាទៅអំពងវាឲ្យស្រួយអញ្ចឹងណាបងប្អូនណាហើយទៅមកយើងដួសដាក់ក្នុងចានមកអញ្ចឹងណាបងប្អូនណាហើយបងប្អូនអំបុកនេះដែរបើបងប្អូនដាក់ធម្មតាក៏បានដែរប៉ុន្តែធម្មតាហ្នឹងវាអត់សូវស្រួយទេអញ្ចឹងវាធ្វើឲ្យយើងទំពាទៅវាស្វិតឈឺអញ្ចឹងថ្មិញអញ្ចឹងណាបងប្អូនណាបើយើងបំពងស្រួយជាគឺឆ្ងាញ់បងប្អូនហើយខាំទៅខ្ញោកស្រួយឆ្ងាញ់ណាបងប្អូនណានេះយើងដាក់4-5 លើព្រេមកតាមចំណង់ចំណូលចិត្តរបស់បងប្អូនដាក់អំបុកតិចឬច្រើនអញ្ចឹងណាព្រោះចេកយើង4-5ផ្លែដែរអញ្ចឹងណាបងប្អូនណាទៅមកបងប្អូនតើពេលយើងដាក់អំបុករួចរាល់ហើយអីហើយហ្នឹងយើងយកអំបុកទុកណាបងប្អូនណាយើងយកអំបុកនេះទុកហើយបន្ទាប់មកយើងទាញចានមកយកមកចុចវាអញ្ចឹងណាបងប្អូនចុចចេកអញ្ចឹងកាលជំនាន់ពីដើមតាអញ្ចឹងណាបងប្អូនណានៅភូមិខ្ញុំគាត់ចូលចិត្តញ៉ាំចេកជាមួយអំបុកអញ្ចឹងឯងបងប្អូនណាហើយគាត់មិនចុចជីទេបងប្អូនគាត់ច្បាច់ចេកជាមួយនឹងអំបុកហ្នឹងឲ្យវល់ហ្មងបងប្អូនណាតើមកគាត់យកមកពិសាគាត់ថាឆ្ងាញ់អញ្ចឹងមិនសួរថាហេតុអីបានជាគាត់ធ្វើអញ្ចឹងគាត់ថាឆ្ងាញ់ជាងតែយើងចុចឬក៏ហូចខំហូបហើយយើងអកអំបុកដាក់តាមក្រោយអញ្ចឹងណាអញ្ចឹងបងប្អូនអញ្ចឹងហើយបានថាតម្រុំតែបានអំបុកហូបម្ដងបងប្អូនណាកាលជំនាន់ពីមុនហ្នឹងគឺយើងត្រូវទៅជ្រូតស្រូវយកមកបែនហើយអុំហើយយកមកលីងវាហើយយកដាក់ក្នុងត្បាល់មកអំបុកឲ្យបុកម្នាក់ឯងអត់បានទេបងប្អូនបុកទៅ2នាក់បានអញ្ចឹងមានអ្នកឆ្កៀលមានអ្នកឆ្កឹះអីចឹងណាហើយយើងបុកបដើអញ្ចឹងទៅមានអ្នកលីងទៀតអញ្ចឹងបងប្អូនចំណាយពេលច្រើនណាស់តម្រុំបានអំបុកហូបដូចសម័យនេះគឺស្រួលណាបងប្អូនផ្លែទិញគេបានណាលឿនបំផុតអញ្ចឹងណាបងប្អូនណានេះបងប្អូនអញ្ចឹងសារឲ្យដឹងរសជាតិអស់មិនថាអំបុកជាមួយនឹងស្ករសដូងឬក៏អំបុកជាមួយចេកទេយើងរំលឹកអនុស្សាវរីយ៍កាលយើងនៅពីក្មេងហ្នឹងតែម្ដងអញ្ចឹងណាបងប្អូនណាចឹងថ្ងៃនេះវាមានអារម្មណ៍ថាសប្បាយចិត្តបងប្អូនបានញ៉ាំអំបុកជាមួយនឹងចេករំលឹកអនុស្សាវរីយ៍កាលនៅក្មេងៗតូចដែលធ្លាប់ញ៉ាំអំបុកឬក៏លីងអំបុកឲ្យបងគាត់បុកអំបុកណាហើយនឹងគាត់តម្រុំទៅសុំគាត់បានម្ដាយគេឆ្ងាញ់ហើយបងប្អូនណាបុកមិនទាន់ហើយអរគុណច្រើន